ជំរាបសួរអ្នកគ្រូនិងអ្នកទាំងអស់គ្នាថ្ងៃនេះក្រុមពួកយើងធ្វើការបទបង្ហាញពីនិស្សិត app ដែលសប្តាហ៍នេះយើងដឹងហើយថាសិស្សប្អូនភាគច្រើនត្រូវការការណែនាំនិងតម្រង់ទិសពីតាមរយៈសិស្សច្បងហើយសិស្សច្បងត្រូវការការចែករំលែកបទពិសោធន៍និងចំណេះដឹងរបស់ខ្លួនទៅកាន់សិស្សប្អូនអ្វីដែលគេគ្រប់ទាំងអស់គ្នាត្រូវការនោះគឺ space ដើម្បីធ្វើការ communicate connect គ្នាសម្រាប់យើងដឹងហើយថាបញ្ហាចោតរបស់ពួកយើងគឺកង្វះមេតិកានៅក្នុងការ communicate គ្នារវាងសិស្សច្បងនិងសិស្សប្អូនដែលធ្វើការមានការរាំងស្ទះក្នុងការ collaborate គ្នានៅក្នុងសាលាសប្តាហ៍នេះបញ្ហាដែលពួកគេបានជួបប្រទះនៅក្នុងការ communicate គ្នាទីមួយគឺ fear of management ដែលខ្លាចអ្នកដទៃវិនិច្ឆ័យនិងកង្វះឱកាសនៅក្នុងការតាក់ទងគ្នានិងមានចំណង់ចំណូលចិត្តដូចគ្នានិងពិបាកនៅក្នុងការ start communication ហ្នឹងឲ្យវាបានល្អនិងមានភាពអៀនខ្មាសនិងចុងក្រោយគឺអត់មាន confidence ហើយបញ្ហាទាំងអស់ហ្នឹងភាគច្រើនបានកើតទៅលើសិស្សប្អូនដែលចូលរៀនថ្មីហើយនេះគឺជាការធ្វើបទសម្ភាសន៍របស់ក្រុមពួកយើងទៅកាន់សិស្សនៅក្នុងសាលា CADT ដែលមានទាំងសិស្សច្បងប្អូនតាមការបានបង្ហាញថា60% នៃសិស្សដែលយើងបានសម្ភាសន៍ហ្នឹងមានការពិបាកនៅក្នុងការចាប់ផ្ដើមនៅក្នុងការសន្ទនាហើយ 30% នៃសិស្សមិនមានឱកាសនៅក្នុងការទំនាក់ទំនងចំណែកឯ 50% ទៀតគឺបានជួបប្រទះដូចជាបញ្ហាដូចជាខ្លាចគេវិនិច្ឆ័យគ្មានចំណង់ចំណូលចិត្តរួមនិងមាននឹងខ្វះភាពជឿជាក់ជាដើមឥឡូវនេះយើងសូមណែនាំឲ្យនិស្សិតដែលជា platform មួយសម្រាប់សិស្សមហាវិទ្យាល័យគ្រប់មុខដែលត្រូវបាន inspire ឡើងពី Reddit និង Stack Overflow ដែលមានភាពងាយស្រួលនៅក្នុងការសួរសំណួរនិងឆ្លើយសំណួរ share idea និងធ្វើការសហការគ្នាផងដែរហើយនឹងមានមុខងារជាច្រើនទៀតផងដែរហើយសម្រាប់ support solution ដែលយើងបានដោះស្រាយគឺយើងបានបែងចែកទិន្នន័យជាពីរគឺ public data និង private data ក៏ដូចជាពួកយើងមាន search by content ដែលមានភាពងាយស្រួលនៅក្នុងការស្វែងរកមាតិកាអីដែលអ្នកដែល user ចង់ search ហើយ space and category ដែលធ្វើការបែងចែកប្រភេទមាតិការបស់យើងទៅជា space គឺ category ដែលធ្វើឲ្យយើងងាយស្រួលក្នុងការស្វែងរកបានយ៉ាងឆាប់រហ័សអីដែលពិសេសសម្រាប់និស្សិត app របស់ពួកយើងទី1គឺ app នេះបានផ្ដោតសំខាន់ទៅលើតម្រូវការរបស់សិស្សនិស្សិតគ្រប់រូបការគ្រប់គ្រងទិន្នន័យយ៉ាងមានសណ្ដាប់ធ្នាប់និងមានប្រសិទ្ធភាពខ្ពស់ការសួរនិងឆ្លើយសំណួរដ៏មានប្រសិទ្ធភាពការស្វែងរកមាតិកាតាមរយៈប្រភេទនៃមាតិកានិងការស្វែងរកប្រធានបទដែលយើងពេញចិត្តប្រើប្រាស់ app និស្សិតរបស់ពួកយើងនឹងទទួលបាននៅបទពិសោធន៍ដ៏ល្អនៅក្នុងការសិក្សាសហការគ្នានិងមានទំនាក់ទំនងដ៏ល្អប្រសើរហើយនេះគឺជា prototype របស់ពួកយើងដែលយើងមាន3 page ដែល page home page គឺជាកន្លែងដែលស្វែងរកមាតិកាខុសផ្សេងពីអ្នករាល់គ្នា chat គឺជាកន្លែងដែលធ្វើទំនាក់ទំនងរវាងបុគ្គលឬជាក្រុមសម្រាប់ space ហ្នឹងគឺជាកន្លែងដែលអាចឲ្យយើងស្វែងរក content តាមរយៈ space និង community ហើយបន្ទាប់មក target customer របស់ពួកយើងគឺសិស្សសាលានៅក្នុង CADT ទាំងមូលរួមទាំងសិស្សច្បងនិងសិស្សប្អូននិងសិស្សដែលបានបញ្ចប់ការសិក្សារួចហើយយើងមកមើលទៅលើមុខងារដែលសំខាន់ដែល app និស្សិតរបស់ពួកយើងធ្វើកាន់តែ unique ជាង app ផ្សេងទៀតដោយសារតែយើងមាន public post private chat category content relative post search post និង control post ដែល app មួយចំនួនគ្មានសម្រាប់ហើយអ្វីបានជាគេចូលយក app និស្សិតមិនចូលយក app ផ្សេងដោយសារតែយើងមាន data management ដែលមានភាពគ្រប់គ្រងទិន្នន័យយ៉ាងមានសណ្ដាប់ធ្នាប់និងមានសុវត្ថិភាពសេវាកម្មរបស់ពួកយើងក៏ល្អនិងមានគុណភាពដែលអាចជឿទុកចិត្តបានមានភាពងាយស្រួលក្នុងការសួរនិងឆ្លើយសំណួរបានយ៉ាងងាយស្រួលនិងមានប្រសិទ្ធភាពសម្រាប់ដៃគូសហការរបស់ពួកយើងគឺ Amazon Web Service និងសាលារបស់យើងផ្ទាល់គឺ CADT សម្រាប់
ការវិវត្តរបស់ app យើងគឺសម្រាប់ short term គឺយើងចង់ឲ្យសិស្សដែលនិស្សិតដែលបានរៀននៅសាលា CADT ហ្នឹងបានប្រើប្រាស់និងបន្ទាប់មកគឺសិស្សនៅក្នុងរាជធានីភ្នំពេញបន្ទាប់មកទៀតគឺនៅក្នុងប្រទេសកម្ពុជាយើងតែមូលបណ្ដោយនេះគឺជា reference របស់ពួកយើងដែលយើងបានកែស្វ័យពី Stack Overflow និង Reddit ហើយអរគុណអ្នកគ្រូនិងអ្នកទាំងអស់គ្នា for your attention